សួស្តីអ្នកនរគ្នាវិលជួបខ្ញុំសារជាថ្មីជាមួយនឹងការវិភាគទៅលើហាងឆេងមាសអញ្ចឹងថ្ងៃនេះគឺថ្ងៃសៅរ៍អញ្ចឹងគឺផ្សារមាសគឺអត់តើទេគឺមានការស្ងប់ស្ងាត់អញ្ចឹងអ្វីដែលសំខាន់នោះគឺថ្ងៃនេះខ្ញុំចង់វិភាគទៅលើផ្សារមាសដើម្បីទុកចូលនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយថាយើងគួរតែចូលទិញឬក៏យើងគួរតែចូលលក់តោះឥឡូវយើងចាប់ផ្ដើមមកមើលការតោះអញ្ចឹងកាលពីសប្តាហ៍មុនក៏ខ្ញុំបានវិភាគទៅលើមាសម្ដងដែរសប្តាហ៍មុនគឺខ្ញុំវិភាគនៅតម្លៃមាសនៅស្ថិតនៅតម្លៃនេះបងប្អូនអរគ្នានេះស្ថិតនៅតម្លៃនេះអញ្ចឹងកាលពីសប្តាហ៍មុនខ្ញុំវិភាគថាទីផ្សារមាសហ្នឹងគឺវាដើរ sideways គឺវាដើរ sideways អញ្ចឹងមាសហ្នឹងគឺដើរ sideways មែនសប្តាហ៍មុនណាបាទគឺមាសដើរ sideways ដល់ទៅបាទ4ថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃពហុអញ្ចឹងគឺមាសដើរ sideways នៅក្នុងតំបន់ហ្នឹងបងប្អូនអរគ្នាណាបាទចាំខ្ញុំគូឲ្យអញ្ចឹងមាសដើរ sideways ពីហ្នឹងបាទគឺមកដល់នេះតំបន់ហ្នឹងបាទដើរតំបន់ resistance និងតំបន់ support ហ្នឹងបាទនេះគឺខ្ញុំគូហ្នឹងអញ្ចឹងគឺមាសគឺដើរ sideways នៅតំបន់ហ្នឹងនេះគឺវាដើរ sideways ទៅមកបន្ទាប់មកនៅក្នុងវីដេអូហ្នឹងក៏ខ្ញុំបានបញ្ជាក់ដែរថាមាសអាចនឹងបែកទៅលើឬក៏បែកមកក្រោមនៅពេលដែលវាទទួលបានជាមួយនឹងព័ត៌មានធំណាមួយអញ្ចឹងចាក់ស្ដែងនៅថ្ងៃពហុពេលរសៀលម៉ោង London ណាបាទចប់ម៉ោងអាស៊ីចូលម៉ោង London គឺមាសហ្នឹងគឺចាប់ផ្ដើមប្រែកខ្លួនដាច់នៅ resistance គឺចាប់ផ្ដើមឡើងទៅលើតែម្ដងដូរទិសដៅទៅជាទិសដៅ uptrend មានន័យថាទិសដៅឡើងបាទទិសដៅឡើងដោយសារអីដោយសារតែគឺទទួលបានជាមួយនឹងព័ត៌មានមួយដែលចេញពីសហរដ្ឋអាមេរិកគឺទៅលើពន្ធបាទទៅលើពន្ធកុយពន្ធតំណែងនៃការនាំចូលអញ្ចឹងធ្វើឲ្យមាសគឺមានការបុកឡើងខ្លាំងមែនទែនបុកឡើងខ្លាំងពេលហ្នឹងគឺវាឡើងដល់42លេខទេនោះ42លេខហើយពេលហ្នឹងដែរខ្ញុំបានដាច់ SL មួយគឺនៅ50គុតប៉ុន្តែយើងយកបាន20លេខវិញយើងដាច់ SL 10លេខប៉ុន្តែយើងយកបាន20លេខវិញនេះខ្ញុំឲ្យគ្នាយើងនៅក្នុងក្រុមហ្នឹងគឺគាត់ចាំទិញនៅ3040គុតបាទពេលដែលវាប្រែកឡើងលើហើយគឺខ្ញុំឲ្យចាំទិញនៅពេលដែលវា correction អញ្ចឹងពេលដែលវា correction ខ្ញុំឲ្យចាំទិញនៅ40គុតហ្នឹង3040គុតហ្នឹងហើយយើងកាត់ TP នៅ3060គុតអញ្ចឹងគឺថាយើងបាន20លេខវិញអញ្ចឹងយើងឃើញថាមាសនេះគឺឥឡូវនេះគឺកំពុងតែឡើងបន្ថែមទៀតហើយគឺវាបច្ចុប្បន្នគឺវានៅ3085ណាបាទគឺឡើងខ្ពស់មែនទែនតំបន់ប្រវត្តិសាស្ត្រអញ្ចឹងសម្រាប់ថ្ងៃច័ន្ទវិញបាទសម្រាប់ថ្ងៃច័ន្ទសប្តាហ៍ក្រោយខ្ញុំមើលឃើញថាខ្ញុំចាំឲ្យអ្នកទាំងអស់គ្នារងចាំទិញល្អជាងលក់អញ្ចឹងណាអញ្ចឹងតំបន់ដែលខ្ញុំឲ្យអ្នកនរគ្នារងចាំទិញនោះគឺនៅតំបន់នេះបងប្អូនអរគ្នាខ្ញុំគូឲ្យបាទពួកខ្ញុំមើលឃើញថាមាសគឺវាដាច់ពីតំបន់ចាស់មកវាអញ្ចឹងឥឡូវខ្ញុំលុបអញ្ចឹងខ្ញុំមើលឃើញតំបន់ចាស់មកវាមួយបាទអញ្ចឹងខ្ញុំគូឲ្យអ្នកនរគ្នាមើលជាទម្រង់បែបជាទម្រង់ត្រីកោណអញ្ចឹងណាបាទនេះទម្រង់ត្រីកោណបែបនេះអញ្ចឹងវាដាច់ពីទម្រង់ត្រីកោណហ្នឹងមកហើយវាចូលថៃកេតរបស់យើងវាចូលថៃកេតទី2ឥឡូវអញ្ចឹងវាឡើងដល់ថៃកេតទី2អញ្ចឹងបានមាសវាឡើងខ្លាំងអញ្ចឹងណាអញ្ចឹងវាដាច់ពីកន្លែងហ្នឹងមកហើយថៃកេតទី2យើងចាំមើលថានៅណាថៃកេតទី2យើងគឺនៅ3081នេះអញ្ចឹងមាសគឺវាដើរមកដល់3081ហ្នឹងគឺវាសាយវៃកន្លែងហ្នឹងខ្ញុំមើលឃើញថាវាសាយវៃកន្លែងហ្នឹងអញ្ចឹងមាសហ្នឹងសម្រាប់ថ្ងៃច័ន្ទខ្ញុំគិតថាវាអាចនឹងឡើងមកប៉ះតំបន់ខ្ពស់មួយសម្រាប់ថ្ងៃច័ន្ទវាអាចនឹងឡើងមកប៉ះតំបន់ខ្ពស់មួយបាទតំបន់ខ្ពស់ហ្នឹងគឺនៅកៅជាងនឹងឯងបាទកៅជាងបាទនៅកៅ3កៅ4ហ្នឹងអញ្ចឹងពេលដែលវាឡើងមកដល់ហ្នឹងហើយគឺវានឹងចុះវិញបាទអញ្ចឹងអ្វីដែលយើងគួរធ្វើនៅថ្ងៃច័ន្ទគឺយើងចាំបាទចាំបាយពេលដែលវា correction ហ្នឹងចាំបាយបាទអញ្ចឹងពេលវាប៉ះកន្លែងហ្នឹងគឺវាអាចនឹងចុះវិញអញ្ចឹងអ្វីដែលយើងគួរធ្វើតំបន់ដែលយើងបាយគឺនៅបាទនៅចិត្តគុតហើយនឹង60គុតបាទហ្នឹងគឺជាតំបន់ដែលយើងទិញល្អមែនទែនហើយយើងកាត់ TP នៅ9គុតយើងកាត់ TP 9គុតហើយនឹង TP 2របស់យើងគឺនៅ3110បាទ TP 2របស់យើងគឺនៅ3110អាហ្នឹងគឺអ្វីដែលខ្ញុំមើលឃើញអញ្ចឹងមាសថ្ងៃច័ន្ទវាអាចនឹងឡើងទៅដល់3110បាទ3110របស់យើងបាទអញ្ចឹងថ្ងៃច័ន្ទគឺវាអាចនឹងឡើងដល់ហ្នឹងអញ្ចឹងបងប្អូនអរគ្នាគួរតែចាំទិញទៅបាទអញ្ចឹងតំបន់ដែលខ្ញុំឲ្យទិញគឺនៅ3000ចន្លោះ3070 3060ហ្នឹងបងប្អូនអាចទិញបាននៅកន្លែងហ្នឹងយើងអាចទិញឡើងបានហើយមូលហេតុអីខ្ញុំឲ្យទិញហ្នឹងខ្ញុំមើលឃើញថាពេលដែលវាឡើងបាទពេលដែលមាសឡើងគឺវាបានបង្កើតជាមួយនឹងតំបន់វាបានបង្កើតជាមួយនឹងតំបន់ខ្ពស់មួយបាទតំបន់ខ្ពស់នៅកន្លែងនេះតំបន់ខ្ពស់អញ្ចឹងវាមិនឡើងហើយវាឡើងទៅភ្លាមៗនេះគឺវាធ្វើការប្រែកនៅតំបន់ហ្នឹងសិនវាសាយវៃនៅតំបន់បាទតំបន់60ជាងហ្នឹងសិនបាទវាធ្វើការបុកឡើងទៅលើទៀតបាទវាធ្វើការបុកឡើងទៅលើទៀតអញ្ចឹងអ្វីដែលសំខាន់គឺមាសថ្ងៃច័ន្ទហ្នឹងគឺវាអាចនឹងឡើងហើយគឺវាចុះមកយកតំបន់ដែលវាបង្កើតតែយើងអាចនិយាយបានថាតំបន់ខ្ពស់ចាស់មកវាហ្នឹងហើយតំបន់ support ថ្មីអញ្ចឹងវាអាចមកយកតំបន់ support ហ្នឹងហើយគឺវានឹងប្រែកឡើងទៅវិញបាទព្រោះថាមាសកាលណាដែលវាឡើងវាមិនឡើងភ្លាមៗនេះវាអាចនឹង correction ហើយវាឡើងទៀតអញ្ចឹងណាអញ្ចឹងនេះគឺជាទៅតាមទៅលើ technical ហើយបើយើងគិតទៅតាម fundamental មានថាយើងវិភាគតាមព័ត៌មានអញ្ចឹងបងប្អូនដឹងស្រាប់ហើយសង្គ្រាមគឺអត់ទាន់ចប់ទេសង្គ្រាមទោះបីជាមានការចុះហត្ថលេខាសន្តិភាព30ថ្ងៃមែនប៉ុន្តែភាគីទាំងសងខាងហាក់ដូចជាមិនដកដៃទេអញ្ចឹង
ឡើងគឺដោយសារតែមូលហេតុសង្គ្រាមបងប្អូននឹងស្រាប់ហើយនៅអ៊ុយក្រែននិងរុស្ស៊ីចឹងគឺអត់ទាន់បញ្ចប់ទេចឹងបញ្ហាហ្នឹងក៏ជាកត្តាដែលធ្វើឲ្យមានឡើងដែរហើយមួយទៀតគឺពន្ធគយដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសនានាដែលនាំចូលហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យមានឡើងដែរចឹងនេះគឺជា fundamental ចឹងគឺជាមូលហេតុដែលធ្វើឲ្យមានឡើងចឹងអ្វីដែលសំខាន់ថ្ងៃច័ន្ទបងប្អូនអរគ្នាគួរតែចាំទិញរកតំបន់ណាល្អហ្នឹងតំបន់ដែលខ្ញុំប្រាប់ហ្នឹងហើយបើសិនជាមានចង្អុលបន្ថែមអាចឆាតមក Telegram របស់ខ្ញុំបានឬមួយក៏បងប្អូនអរគ្នាចូលក្រុម Telegram របស់ខ្ញុំផ្ទាល់ហ្មងក៏បានដែរដល់ពេលហ្នឹងគឺខ្ញុំតម្លាក់ឲ្យអ្នកនរគ្នាអញ្ចឹងអរគុណច្រើនយើងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយបើសិនជាមានកន្លែងណាខ្វះខាតឬក៏លើសអីក៏សូមអធិស្ឋានពីសំណាក់បងប្អូនអរគ្នាផងដែរព្រោះការវិភាគទៅលើហាងឆេងមាននេះគឺខ្ញុំវិភាគទៅតាម technical បាទតាមចំណេះដឹងរបស់ខ្ញុំអញ្ចឹងមិនមែនថាខ្ញុំវិភាគហ្នឹងគឺ 100% ត្រូវតែមាននឹងធ្វើតាមខ្ញុំទេអញ្ចឹងអត់ទេអានេះគ្រាន់តែជាការវិភាគរបស់ខ្ញុំគ្រាន់តែជាការមើលឃើញរបស់ខ្ញុំអញ្ចឹងបើសិនជាបងប្អូនមើលឃើញយល់បែបម៉េចបងប្អូនអាចពិចារណាទាំងអស់គ្នាបានបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះបាទបាយបាយកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្ថែមពីខ្ញុំទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូថ្មីចំណេះដឹងថ្មីចែកជូនអ្នកនរគ្នាជារៀងរាល់សប្តាហ៍អរគុណ